ប្អូននឹងទេប្រទេសកម្ពុជាបានឆ្លងកាត់ជាច្រើនសម័យកាលហើយសម័យកាលខ្លះប្រតិការគ្រប់គ្រងរបស់ព្រះរាជាដែលមិនមានទស្សនវិជ្ជាធម៌និងដណ្ដើមអំណាចគ្នាហើយជាក់ស្ដែងតាំងតែពីសតវត្សទី17មកដូចជានៅក្នុងសម័យលង្វែកនិងសម័យដងជាដើមដែលខ្មែរយើងស្ទើរតែបាត់បង់នៅទឹកដីសិល្បៈវប្បធម៌ធនធានអ្នកប្រាជ្ញគម្ពីរក្បួនខ្នាតនិងទំនៀមទម្លាប់ប្រពៃណីក្រោមភ្លើងសង្គ្រាមពីមួយជំនាន់ទៅមួយជំនាន់ហើយជាពិសេសនោះគឺនៅក្នុងសម័យប៉ុលពតដែលយើងបានបាត់បង់អ្នកប្រាជ្ញជាច្រើនរូបរួមទាំងសាសនាទំនៀមទម្លាប់វប្បធម៌មួយចំនួនត្រូវបានគេបំភ្លេចបំផ្លាញចោលទាំងស្រុងខ្មែរយើងតែងនិយាយនៅពាក្យស្លោកមួយថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធនារីជាតិថ្កើងថ្កានដោយសារតែវប្បធម៌នេះហើយគឺជាដួងព្រលឹងនិងជាអត្តសញ្ញាណរបស់ប្រទេសជាតិនីមួយៗប្រសិនបើបាត់បង់នៅវប្បធម៌ប្រទេសនោះនឹងវង្វេងអត្តសញ្ញាណរបស់ខ្លួនជាជាមិនខានឡើយនៅក្នុងវីដេអូមួយនេះខ្ញុំចង់ណែនាំអារម្មណ៍បងប្អូនអ្នកនរគ្នាឲ្យស្គាល់នៅវីរៈសិល្បករជើងចាស់របស់ខ្មែរយើងម្នាក់ដែលបានរួចជីវិតអំពីរបបខ្មែរក្រហមឲ្យបងប្អូនអ្នកនរគ្នាស្គាល់ដែលខ្ញុំជឿជាក់ថាបងប្អូនអ្នកនរគ្នាប្រហែលជាបានស្គាល់លោកគ្រូរួចមកហើយនោះគឺលោកគ្រូព្រឿងឈៀងដែលលោកគ្រូគឺជាធនធានមនុស្សដ៏សំខាន់ម្នាក់ផងដែរនៅក្នុងការថែរក្សាសម្បត្តិវប្បធម៌ពិភពលោករបស់មនុស្សជាតិគឺរបាំព្រះរាជទ្រព្យរបស់ខ្មែរយើងហើយបច្ចុប្បន្ននេះបងប្អូននឹងទេលោកគ្រូសាស្ត្រាចារ្យព្រឿងឈៀងគឺជាគ្រូបង្រៀននៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលជាសាស្ត្រាចារ្យជាទីប្រឹក្សានៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកគ្រូបាននិយាយនៅក្នុងមហោស្រពទូទាំងប្រទេសចុងសតវត្សឆ្នាំ80ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈថាក្រោយពីរបបបល្ល័ង្កពូជសាសន៍មកសឹងតែអស់ហើយធ្វើសតិទៅសល់តែ 10% ហើយពេលនោះមិនស្រួលដូចខ្ញុំនិយាយចឹងកាតព្វកិច្ចយើងធ្វើឲ្យរស់ឡើងវិញបណ្ដុះធនធានមនុស្សនិងបម្រើសកម្មភាពហើយអ្វីដែលគួរឲ្យខ្លោចផ្សាបំផុតនោះបងប្អូនគឺសិល្បករដែលបានរួចជីវិតមកនេះខ្លះក៏ចាស់ជរាខ្លះក៏មិនមានកម្លាំងគ្រប់គ្រាន់ក្នុងការចាប់ផ្ដើមស្ដារឡើងវិញនៅសិល្បៈបុរាណខ្មែរយើងមិនថាតែល្ខោនខោលឬរបាំព្រះរាជទ្រព្យទេគឺសឹងតែគ្រប់ទម្រង់ទាំងអស់បងប្អូននៅចាំបានទេនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលយើងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា SEA Games លើកទី32ក្នុងឆ្នាំ2023នោះគឺលោកគ្រូសាស្ត្រាចារ្យព្រឿងឈៀងបានបង្កើតស្នាដៃទស្សនីយភាពសិល្បៈវប្បធម៌ខ្នាតធំជាច្រើនជាពិសេសគឺលោកគ្រូបានទទួលផ្ដាច់មុខនៅឈុតទេវកថាព្រះថោងនាងនាគដើមកំណើតជនជាតិខ្មែរនិងឈុតអង្គររុងរឿងហើយស្នាដៃដ៏ល្អឯកមួយទៀតរបស់លោកគ្រូគឺបានចូលរួមបង្កើតផ្ទាំងទស្សនីយភាពក្នុងបទចម្រៀងរបស់តារាចម្រៀងងួនច័ន្ទនេវិតនិងទេពបុព្រឹកដូចជាបទវីរនារីមហានគរទេវរាជជាដើមជាចុងក្រោយនៃវីដេអូនេះខ្ញុំសូមផ្ដាំផ្ញើទៅកាន់បងប្អូនថាបើសិនជាបងប្អូនជាកូនខ្មែរមួយរូបខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នានឹងមិនអូសរំលងវីដេអូមួយនេះទេហើយសូមកុំឲ្យមានពាក្យថាបាត់បង់ទៅស្ដាយក្រោយអ្វីដែលយើងអាចនាំគ្នាជួយលើកស្ទួយបានក៏យើងជួយថែរក្សានិងលើកស្ទួយទាំងអស់គ្នាហើយសូមបងប្អូនទាំងអស់គ្នាចងចាំលោកគ្រូព្រឿងឈៀងដែលជាវីរៈសិល្បករដ៏កម្រម្នាក់នៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរសូមអរគុណហើយជួបគ្នានៅវីដេអូបន្ត